ការរបស់ទាហានកម្ពុជាយើងមួយថែមទៀតផងបងប្អូនចង់ដឹងលម្អិតមកស្ដាប់ជាមួយនឹងខ្ញុំទាំងអស់គ្នាណាសួរពូពូនិយាយសុំសួរបន្តិចនៅខាងក្នុងហ្នឹងតើផ្ទះពលរដ្ឋប្រមាណក្នុងដែលបានបាត់បង់ពេលថៃវិពតយកហើយតើមានអីខ្លះដែលបានបាត់បង់បាទ6មាន6ខ្នងមាន6ខ្នងដោយផ្ទះថ្មហ្នឹងប្រហែលជា3ខ្នងទៀតបាទហើយវាអត់ឲ្យយកអីវ៉ាន់ចេញទេវាឲ្យយកតាឡានចេញមកហើយវាប្រញាប់ថាចាំយកអីវ៉ាន់ក្រោយទៅវាបិទអាលបងលួសជាប់អស់ដល់ពេលបិទរួចទៅណាវាថាដីនេះប្រហែល200គ្រួសារហ្នឹងគឺដីវាទាំងអស់ថាខ្មែរយើងហ្នឹងយកដីវាចេះបាទហើយមួយទៀតខ្ញុំសុំសួរតិចខាងក្នុងហ្នឹងដូចជាមានកន្លែងប្រទាយទាហានយើងមួយបាទមានប៉ុស្តិ៍មួយប៉ុស្តិ៍ទាហានហ្នឹងកន្លែងប្រទាយប្រចាំការហ្នឹងសម្រាប់តែកុងត្រូលថៃកុងត្រូលខ្មែរចាញ់ចូលណាចឹងឥឡូវអាប្រទាយហ្នឹងមិនដែរប្រទាយហ្នឹងថៃវាវាយយកអស់ហើយវាយយកអស់បាត់បាទវាយយកអស់ហើយដុំឆែបកែបឆាហើយវាមកដាក់លបងលួសនៅខាងនេះប្រហែលជា100ម៉ែត្របាទអញ្ចឹងអាប្រទាយដែលយើងប្រចាំការរត់ដងវាយកបាត់បាទយកបាត់ហើយវាយលបងហួរផ្ទះថ្មធំហ៎បាទបងប្អូនហើយដល់ពេលថ្ងៃទី17វាមកដាក់លបងមកជន់ទៀតដាក់កាមេរ៉ាសុវត្ថិភាពទៀតហើយលើថាពេលព្រឹកមិញវាដោះកាមេរ៉ាសុវត្ថិភាពចេញហ៎បងដោះពេលដាក់ថ្មីដោះដាក់អាធំបាទដោះអាទូចដាក់អាធំដោះអាធំដាក់អាទូចចុះឡើងចុះឡើងគឺនៅតែកាមេរ៉ាដដែលកាមេរ៉ាដាក់ឡើងខ្ពស់ជាងមុនទៀតហ្នឹងអ្វីដែលបងទទួលបានណាបាទខ្ញុំទៅមើលរាល់ថ្ងៃដែរអូបងពលរដ្ឋនៅហ្នឹងហ្មងណាបាទខ្ញុំនឹកយ៉ាងកើតយើងអាពេលដែលយើងលឺហ្នឹងវាដូចអត់លឺអាដេញកងពលអាដេញគេវាវាយយកអាកន្លែងកុងត្រូលដែលយើងប្រចាំការនេះវាវាយយកយូរហើយប៉ុន្តែថាទាហានប្រចាំការនៅនឹង4នាក់លោកអត់ហ៊ានតបតជាមួយស្រុកចិត្តដកបងហើយប្រជាជនយើងច្រើនផងខ្លាចវាមានបញ្ហាអីទៅគឺបាក់ដោះស្រាយទៅហើយក៏ធ្វើតាមមេហ្នឹងឯងតាមមេថាមិនឲ្យតបតវាអត់មានវាយទេវាគាត់ថាវាមកបដិញយើងមីក្រូបដិញឲ្យយើងថយទៅវារីខ្សែលួសវាមកឡើងងឹតឈឹងចុះពួកអាគីបាញ់ហ្នឹងក៏ថ្លើមធំហ្នឹងពួកឈុតខ្មៅឈុតខ្មៅទៅប៉ារ៉ាអញ្ចឹងបាទអាឈុតខ្មៅហ្នឹងអាប៉ារ៉ាយកទីថៃមួយណាដែលគេថាវាការចាហៅជាគេថាអាពីរនោះដូចតែគ្នាអាប៉ារ៉ាមកក្រោយអាខ្មៅមកមុនអានោះវាដោះមានតាមភូមិមានណាក្នុងភូមិនៅផ្ទះគេប្រជាជននោះបាទដោះតាមផ្លូវហើយវាទាញខ្សែមករហូតបាទអរគុណពូណាអរគុណបងប្អូនណានេះគាត់ពូគាត់និយាយពិតអត់មានបងប្អូនណាឃើញអញ្ចឹងហើយតិចមានបណ្ណាមករករឿងគាត់ខ្ញុំមានសារ៉ាតើនេះអាងខុសត្រូវណាខ្ញុំសួរនេះគាត់ក្នុងនាមគាត់ជាពលរដ្ឋគាត់ឆ្លូតត្រង់គាត់ឆ្លើយអ្វីដែលជាការពិតណាអ្វីដែលជាការពិតឃើញបណ្ណាថាប៉ុណ្ណឹងឃើញសថាខ្មៅអាយ៉ាឃើញសថាសឃើញខ្មៅថាខ្មៅនិយាយឡើងចង់ត្រូវបងប្អូនខឹងពេកបងប្អូនខឹងពេកហើយពូនេះបកមុខរបរដើរទិញអេតចាយដើររឿងអេតចាយផងទិញផងមានលុយចាំមើលខ្ញុំឲ្យក្រុមការងារខ្ញុំជូនពូគាត់ហូបកាហ្វេតិចតួចណាអូនណាជូនពូវាអត់ដែរតែជូនពូគាត់5រៀលគាត់ហូបកាហ្វេពូណាកុំបកកែប្រកាន់ក្មួយណាក្មួយអ្នកសារព័ត៌មានបំរើជាតិបំរើពលរដ្ឋបាទអរគុណច្រើនពូអរគុណបាទនេះជូនពូខ្ញុំអត់ដែរពូខ្ញុំអ្នកព័ត៌មានទេបាទអរគុណបាទបាច់ពណ៌ទេពូតិចតួចស្រួយស្ដាងណាពូណា